bà xôm trong điều số bóng ôn đây là pra nơi mình đài sân cung Facebook ba cái đôi chia channel và YouTube rồi bọc những bạn san mình thương bạn ấy lâu dân khơi nhà cái lá co rồi bỏ chương khăng à rồi bỏ bridge trên trang campuchia dương khơi cái lá co phun panna bà cái tha ôn bà cà pi chân năm môn khăng men đen lấy bắt mục ôn pi chân năm hay từ vào si thì anh đang riêng cho mà pa cho mỗi đang thay chương khăng tiền bà lâu dương xua pi cả bắt bọt tamiên là bọt ôn pi xây viên và đá pi chân năm này dương xua panna phấn nát mua là hai đôi ban ôn bắt mục pi xây viên hoặc pi chân năm tao mau pi mua là hai đôi đấy bà ban bây giờ pi chân năm này cứ trong ban từ chuồng ra con như con này mình đã khai cọc con mà hay nhung từ phương ca đầu tiên thôi từ bậc hạt ban trong pi chân năm ta rồi dạ đấy trong cái thang trong ở đây cái trong cái view trong tự nhiên ta mau trông ra mau vay đào mình không vay đào ta tiền bạn ấy lấy bên đây ta ôn chua mua con top dần nằm bay mau lốp nó bị say bắt đai như này mình bà hai đấy bạn ôn là sắm ra chết vơi mà rồi say viên trả mình màបញ្ហាទី1គឺខ្ញុំឃើញសិស្សលោកគ្រូនឹងបងប្អូនដែលចំនួនក្រោយនេះគឺគេធ្វើបានល្អហើយនឹងនិយាយចំទៀតខ្ញុំខ្លាញ់កីឡាបណ្ដាខ្ញុំមិនអាចចោលបានខ្ញុំចង់មកស្ដារកិត្តិយសតាទៀតបាទមិនទេប៉ះជាមួយនឹងកីឡាករថៃមិញបងអូនជួបការលំបាកទេមុននេះបន្តិចវាបើនិយាយចំទៅគឺខ្ញុំចាញ់កពស់គេនឹងគេចេះលុយមុខគេគួរជាងយើងគឺខ្ញុំពិបាកធ្វើគេមើលគេកម្លាំងខ្លាំងគឺខ្ញុំគិតថាខ្ញុំធ្វើវាយ5ទឹកនេះគឺខ្ញុំសរសើរខ្លួនឯងខ្ញុំហើយព្រោះថាខ្ញុំខាន2ឆ្នាំហើយខ្ញុំមិនខ្ញុំទី1គឺខ្ញុំគិតថាខ្ញុំមិនអាចឈរ5ទឹកផងបងឥឡូវខ្ញុំឈរ5ទឹកខ្ញុំក៏សរសើរខ្លួនឯងខ្ញុំហើយនឹងក៏អរគុណបងប្អូនទស្សនិកជនដែលទ្រាំទ្រវិស័យកីឡាបណ្ដាលមកពីរឿងរហូតបងចង់សួរបងអូនថាកន្លងមកបងអូនធ្លាប់បានខ្សែក្រវ៉ាត់នឹងពីនប្រហែលទេបាទនៅស្រុកខ្មែរខ្ញុំអត់ដែលបានតែបានទេបាទក៏បានជប់ដំណាក់នេះ3ហើយនឹងជម្រើសជាងឯងចង់ប្រទេសបានលេខ1 2ឆ្នាំហើយនឹងពីមុនមកខ្ញុំធ្លាប់ប្រកួតនៅប្រទេសថៃបានតែខ្សែក្រវ៉ាត់នៅប្រទេសថៃហ្នឹងអូធ្លាប់បានខ្សែក្រវ៉ាត់នៅប្រទេសថៃនៅក្នុងកម្មវិធីអ្វីនៅប៉ុស្តិ៍ណាអូនខ្ញុំវាយតាមខេត្តគេនៅផាត់យានឹងបានខ្សែក្រវ៉ាត់2ខ្សែបានខ្សែក្រវ៉ាត់2តែម្ដងលេខ1លេខ1 2ដងក្នុងឆ្នាំណាបង2009 2008បងអូនគឺជាម្ចាស់ខ្សែក្រវ៉ាត់នៅប៉ាត់យាតែម្ដងបាទប៉ុន្តែបងអូនប្រកួតទាំងអស់មានប្រហែលប្រកួតបងអូនខ្ញុំចង់ច្រើនណាស់បាទ3 4 10ឆ្នាំហើយខ្ញុំនិយាយសាច់ប្រកួតចូល200តែមិនដែរដាក់ពេញហ្នឹងដាក់ផងណាដាក់តាយើងមកប្រកួតទៅពេញអានោះដាក់ប៉ុណ្ណឹងបាទហើយអូនធ្លាប់ផ្ដួលឲ្យគូឲ្យសម្លាប់ប្រហែលប្រកួតច្រើនផណាតបងអូនអ្នកស្រុកកំណើតនៅខាងណាបងបាទខ្ញុំនៅកោះកុងនៅភូមិព្រៃស្វាយគុំស្ទឹងវិញខេត្តក្រុងខេត្តកោះកុងដែលមានឪពុកឈ្មោះអ្វីអូនឪពុកខ្ញុំឈ្មោះហ៊ុនខុនម្ដាយឈ្មោះវៀនយឿនចោះចំណែកបងប្អូនប្រហែលអ្នកបងប្អូន5នាក់ខ្ញុំជាបងទី1បងស្រីម៉ាត់ប្រហែលស្រី4អញ្ចឹងផណាតសម្រាប់ចិត្តវិលមកស្អីវិញយើងវិញហើយបាទអូនរងខែនៅប្រចាំនៅក្លឹបណាដែរបាទខ្ញុំនៅអប្សរានៅអប្សរាបាទគុណខ្មែរឥឡូវបដិញ្ញាថាវឹកហាត់ហើយឡើងវិញហើយអូនមានគ្រួសារនៅមានហើយបងមានហើយហើយអញ្ចឹងប្រពន្ធនេះគាត់សុំភរិយាឲ្យមកវិញហើយណាឲ្យមកមានបានសុំប្រពន្ធថាម៉េចហ៎មិនមកគាត់ដែរតែvìគាត់ខ្ញុំเลยស្នះចិត្តខ្ញុំចង់មកតែម្ដងបាទកូនប៉ុន្មានហើយកូនខ្ញុំកូនមួយហ៎បងកូនមួយហើយប្រពន្ធឈ្មោះអីអូនរស់សុខាបាទបងអូនឃើញវិស័យកីឡាបណ្ដាលយើងរាល់ថ្ងៃបងអូនគិតថាទស្សនិកជនមានការគ្រប់គ្រងបែបណាដែររាល់ថ្ងៃឃើញបងប្អូនសម្រាប់ចិត្តវិលមកស្អីវិញចាស់វិញព្រោះថាឥឡូវគិតថាវិស័យកីឡាបណ្ដាលយើងកំពុងតែរីកចម្រើនទៅមុខផងព្រោះថាទាំងហើយក៏មានទស្សនិកជនគាត់គ្រប់គ្រងច្រើននៅវិស័យកីឡាហើយទី1គឺសម្រាប់គាត់ចិត្ត
còn lực can cái là tăng bao to tăng là bao tiền tăng là Việt Nam ấy còn lực ba còn cái cái tôi coi như hai vòngបាទដែលបងបាត់ហ្នឹងមានន័យថាបងទៅធ្វើតាហ៊ានតែម្ដង3ឆ្នាំហើយនៅអង្គភាពណានៅវិរៈស្នាមទៅនឹងមួយខែថប់កងចុះដល់ពេលមកអញ្ចឹងជួចេញមកជួជាមួយតែម្ដងដាក់ខែឲ្យគេបើខែទៅមេឲ្យមេផាណាមានអីនិយាយចុងក្រោយសូមជើញបាទទីចុងក្រោយនេះខ្ញុំសូមថ្លែងអំណរគុណដល់បងប្អូនដែលគ្រប់គ្រងកីឡាវិស័យកីឡាសិល្បៈបាច់ជុំបរានខ្មែរយើងជារឿងរហូតមកហើយដល់សូមថ្លែងអំណរគុណដល់បងប្អូនដែលបាត់ខ្ញុំបាត់ជាយូរឆ្នាំមកហើយឥឡូវនេះខ្ញុំត្រឡប់មកវិញដល់ខ្ញុំចង់សូមឲ្យបងប្អូនខ្មែរជួយលើកកម្ពស់ដល់កម្លាំងចិត្តដល់ខ្ញុំនិងកីឡាករខ្មែរយើងទាំងអស់គ្នាបាទអរគុណច្រើនសូមអរគុណបណ្ណា